រឿងពូលីកំណែននៅខេត្តកណ្ដាលមានការដកហូតមេឃុំកឹមដល់ជំនួសមេឃុំផាន់វិញដោយសារតែមេឃុំផាន់ហ្នឹងគាត់មានទ្រព្យសម្បត្តិច្រើនហើយពូកែទាពន្ធដារពីប្រជាជនហើយម្យ៉ាងទៀតមេឃុំផាន់ហ្នឹងគឺពូកែយកចិត្តច្រវាយនេះមែនតើដល់ថ្ងៃសៅរ៍អាទិត្យអីហ្នឹងគឺនាំមេទៅផឹកស៊ីសប្បាយមីស្រីញីកំសាន្តអញ្ចឹងទៅតែប៉ុណ្ណោះទេមេឃុំផាន់ហ្នឹងពូកែកេណ្ឌប្រជាពលរដ្ឋហើយទាពន្ធដារក៏បានច្រើនដែរក្នុងរយៈពេល5ឆ្នាំមេឃុំផាន់ហ្នឹងបានទទួលមេដាយដល់ទៅ2មិនតែប៉ុណ្ណោះទេលឹមជាកូនប្រុសរបស់តាង៉ែតជាមួយនឹងយីមុកដែលសល់រយៈពេល1ខែទៀតត្រូវរៀបការក៏នៃខុំផាន់ហ្នឹងកែនឲ្យទៅធ្វើពលានយន្តហោះពោធិ៍ចិនតុងដែរតែលឹមហ្នឹងគាត់ជាមនុស្សធ្លាប់បួសរៀនខាងពុទ្ធសាសនាអញ្ចឹងគាត់យល់ពីទស្សនកម្មផលហើយអ្នកដែលលឹមត្រូវរៀបការជាមួយហ្នឹងគឺឈ្មោះថានាងហេងនៅពេលដែលលឹមទៅធ្វើជាកូលីកំណែននៅពោធិ៍ចិនតុងមេឃុំផាន់និងចវាយស្រុកហ្នឹងមានអំបីកចង់បាននាងហេងធ្វើជាប្រពន្ធក៏ឲ្យយាយច័ន្ទធ្វើជាមានដើកឲ្យយល់ការមិនស្រួលពូស្វាយជាមួយនឹងប៉តក៏បាននាំនាងហេងទៅលាក់ខ្លួននៅផ្ទះតាងាជាមួយនឹងយីមុកដែលជាដន្លងគ្នាដោយមិនអាចលាក់បាំងបានចិត្តតាងាជាមួយនឹងយីមុកក៏សម្រេចចិត្តបរទេសនាំនាងហេងទៅភ្នំពេញដើម្បីរងចាំលឹមត្រឡប់មកវិញរៀបការតែម្ដងចឹងពេលទៅដល់ភ្នំពេញអ្នកទាំង3ក៏ទៅស្នាក់នៅវត្តឧណាឡោមហើយពេលនោះដែរគឺកងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកមកលើមូលដ្ឋានកងទ័ពជប៉ុនដែលនៅជិតវត្តឧណាឡោមនឹងធ្វើឲ្យអ្នកទាំង3នាក់ស្លាប់នៅពេលនោះទៅពេលចប់ភារកិច្ចនៅពោធិ៍ចិនតុងលឹមក៏បានត្រឡប់មកស្រុកកំណើតវិញនៅពេលហ្នឹងគឺលឹមបាត់បង់អ្វីៗគ្រប់យ៉ាងទាំងគ្រួសារអនាគតភរិយាហើយតកែអង្គប៉ាវថាវបានរឹបអូសផ្ទះសម្បែងទៀតដោយសារតែជំពាក់បំណុលគេតបមកបានសក់យឹមបានផ្ញើសម្បត្តិទៅឲ្យលឹមដើម្បីមកជួបខ្លួននៅផ្ទះនូដងនៅទីក្រុងភ្នំពេញអញ្ចឹងលឹមមានភារកិច្ចនាំនូដងដែលជាអ្នករត់ចេញពីគុកហ្នឹងទៅធ្វើចលនាតស៊ូប្រឆាំងជាមួយនឹងប្រាំងមកដល់ឈ្មោះមឹងហ្នឹងគឺជាប្អូនបង្កើតរបស់នូដងបានរៀនចប់វិទ្យាល័យហើយចូលទៅបម្រើការងារនៅខេត្តព្រៃវែងដោយស្នាក់នៅផ្ទះអ្នកគ្រូពេទ្យណារីអ្នកគ្រូពេទ្យនេះមានប្អូនជីដូនមួយម្នាក់ឈ្មោះថាអ្នកគ្រូរស់ហើយបន្ទាប់មកមឹងជាមួយនឹងអ្នកគ្រូរស់នោះបានស្គាល់គ្នាហើយមានទំនាក់ទំនងស្នេហាជាមួយគ្នាបន្ទាប់មកមឹងបានទទួលសម្បត្តិពីនូដងឲ្យខ្លួននឹងចូលទៅក្នុងព្រៃដើម្បីធ្វើចលនាតស៊ូជាមួយគ្នាហើយបន្ទាប់មកមឹងក៏បានប្រសេសម្បត្តិនៅក្រោមពុះទុកឲ្យអ្នកគ្រូរស់ហើយខ្លួនក៏ចាក់ចេញទៅតាមបងក្រោយមកក៏មានសន្និសីទសេណែវដែលធ្វើឲ្យបារាំងនឹងបកគលអំណាចមកប្រទេសកម្ពុជាយើងវិញអញ្ចឹងក្រោយមកប្រទេសកម្ពុជាក៏ទទួលបានឯករាជ្យពេញលេញមកវិញហើយលឹមក៏បានត្រឡប់មកស្រុកកំណើតវិញជាមួយនឹងអ្នកតស៊ូផ្សេងៗទៀតដែរហើយដំណឹងនេះបានធ្វើឲ្យអ្នកគ្រូរស់ពេញចិត្តជាមួយនឹងមឹងកាន់តែខ្លាំងហើយអ្នកទាំងពីរនៅតែរក្សាភក្ដីភាពជាមួយនឹងគ្នាជានិច្ចបន្ទាប់មកមឹងក៏បានផ្ញើសម្បត្តិមកអ្នកគ្រូរស់ដើម្បីរៀបរាប់និងប្រាប់ពីគោលបំណងរបស់ខ្លួននៅក្នុងការសាងសុភមង្គលជាមួយនឹងអ្នកគ្រូរស់អញ្ចឹងក្រោយមកអ្នកទាំងពីរក៏បានសាងអនាគតជាមួយគ្នារស់នៅយ៉ាងសុខសប្បាយហើយប្រទេសកម្ពុជាយើងក៏មានសេរីភាពនិងឯករាជ្យប្រជាជនរស់នៅសុខសប្បាយមកវិញ